ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិកម្ពុជាបញ្ជាក់ពីមូលហេតុដែលជ្រើសរើសការផ្សះផ្សាដោយបង្ខំក្នុងការដោះស្រាយចំនួនដែនសមុទ្រកម្ពុជាថៃដោយសារតែប្រទេសថៃបានលុបចោល MOU ឆ្នាំ 2001 និងបានលើកយកលេសរាប់មិនអស់ហើយបានប្រើកម្លាំងទ័ពរំលោភយកដែនអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងកិច្ចប្រជុំលើកទី 36 នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រលោកកែឈៀតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថាដោយសារតែប្រទេសថៃបានលុបចោលជាឯកតោភាគីនៅអនុសារណៈនៃការយោគយល់គ្នាឆ្នាំ 2001 ដែលជាឧបករណ៍គតិយុត្តទ្វេភាគីតែមួយគត់សម្រាប់ប្រាជាមូលដ្ឋាននៃការដោះស្រាយតំបន់ទ្រុឌស៊ីគ្នាលើព្រំដែនសមុទ្រនៃប្រទេសកម្ពុជានិងប្រទេសថៃដូច្នេះហើយកម្ពុជាមិនមានជំរឿនណាមួយក្រៅពីការចាប់ផ្ដើមដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងថៃដែលថាកម្ពុជាមិនបានចាប់យកការចរចាទ្វេភាគីហើយបែរជាធ្វើអន្តរជាតិវូបនីយកម្មនៃចំនួនទ្វេភាគីទៅវិញនោះលោកយងចាន់សុភាតំណាងអចិន្ត្រៃយ៍រងបានលើកឡើងថាប្រទេសថៃមិនបានធ្វើដោយអ្វីដោយដែលខ្លួនបានលើកឡើងនោះទេថៃបានលើកយកលេសរាប់សិបដើម្បីបដិសេធការស្នើកោះប្រជុំទ្វេភាគីក្រោមក្របខ័ណ្ឌអនុសារណៈនៃការយោគយល់គ្នាផ្ទុយទៅវិញថៃបានលុបចោលនៅអនុសារណៈឆ្នាំ 2001 ជាលក្ខណៈឯកតោភាគីហើយថែមទាំងបានប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជាតែម្ដងលោកយងចាន់សុភាបានបញ្ជាក់បន្ថែមថាខណៈប្រទេសកម្ពុជាប្រកាន់ខ្ជាប់នឹងការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់នោះកម្ពុជាជ្រើសរើសដំណើរការផ្សះផ្សាដោយបង្ខំនេះដើម្បីធានាការពារនឹងការគោរពអធិបតេយ្យនិងសិទ្ធិដែនសមុទ្ររបស់កម្ពុជាសូមជម្រាបថាកិច្ចប្រជុំខាងលើនេះបានប្រព្រឹត្តចាប់ពីថ្ងៃទី15ដល់ថ្ងៃទី18ខែមិថុនាឆ្នាំ 2026 នៅទីស្នាក់ការអង្គការសហប្រជាជាតិស្ថិតនៅក្នុងទីក្រុងញូវយ៉កដែលមានការចូលរួមពី171ប្រទេសនិងអង្គការតំបន់មួយដែលជាសមាជិកនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ